Chương trình bay chạy trai làក្នុងកុំព្យូទ័របានអ្នកទាំងអស់គ្នាចុចមកស្ដាំនៅលើ Start button ហើយបន្ទាប់មកយើងយកពាក្យថា Disk Management បន្ទាប់មកវានឹងបង្ហាញ try នៅក្នុងកុំព្យូទ័ររបស់យើងអញ្ចឹងជាទូទៅយើងមាន2 try C ហើយនិង try D ដែលជាទីតាំងទុកទិន្នន័យអញ្ចឹងបើគ្នាយើងចង់ចែកបន្ថែមអញ្ចឹងយើងចុចមកស្ដាំយកពាក្យខាងលើនេះមកបន្ទាប់មកនេះគឺជាទំហំ megabyte ដែលគ្នាយើងត្រូវវាចូលឥឡូវខ្ញុំចង់បាន30 GB អញ្ចឹងខ្ញុំចូលមកកាន់ calculator ដើម្បីធ្វើការគណនាចឹងអ្នកនរគ្នាដឹងហើយថាមួយ G វាស្មើនឹង1024 MB អញ្ចឹងយើងយក1024នេះគុណជាមួយនឹងទំហំដែលយើងចង់បានមកឥឡូវខ្ញុំចង់បាន30អញ្ចឹងខ្ញុំគុណ30អញ្ចឹងស្មើមកអញ្ចឹងខ្ញុំបានប៉ុណ្ណេះ30 720អញ្ចឹងខ្ញុំវាចូលមក30 720ហើយបន្ទាប់មកខ្ញុំចុចខាងក្រោមនេះចឹងអ្នកនរគ្នាទទួលបាន drive មួយទៀតដែលវាមានទំហំ30 GB តែយើងអត់ទាន់អាចប្រើបានទេអញ្ចឹងយើងចុចមកស្ដាំចំពីលើវាមកចុចពាក្យ new simple volume បាទចុច next អញ្ចឹងត្រង់នេះគឺជាអក្សរតំណាងឲ្យ drive របស់យើងឥឡូវខ្ញុំយក drive H ចុះ next ហើយត្រង់នេះគឺជាឈ្មោះ drive របស់យើងអញ្ចឹងខ្ញុំដាក់ដូច drive D អញ្ចឹងខ្ញុំដាក់ local local disk ឈ្មោះរបស់វាយើងចង់ដាក់ឈ្មោះអីក៏បានដែរណាចុច next finish អញ្ចឹងបន្ទាប់ពីយើងបានចុច finish អញ្ចឹងវា pop up នៅ Windows Explorer យើងអញ្ចឹងយើងបាន drive មួយទៀតអញ្ចឹងយើងមាន drive H ដែលមានទំហំ30 GB